តើមេឃុំឬចៅសង្កាត់មានសិទ្ធិចេញលិខិតឲ្យឈ្មោះដឹកជញ្ជូនឈើបានដែរឬទេហើយអ្វីបានជាលោកឈិនរិទ្ធចៅសង្កាត់អូរស័យក្រុងកោះចេះហ៊ានចេញលិខិតដឹកឈើដោយពុំមានការអនុញ្ញាតពីជំនាញរដ្ឋបាលព្រៃឈើយ៉ាងដូចនេះវគ្គ 2 ខេត្តក្រចេះប្រិយមិត្តជាទីរាប់អានយុទ្ធសាស្ត្រកន្ទេលធំបន្លំដេកនៅតែជាយន្តការពារដ៏មានប្រសិទ្ធភាពខ្ពស់និងជាយុទ្ធសាស្ត្រដ៏ប្រកែកស័ក្តិសិទ្ធិសម្រាប់ជនខិលខូចដែលពាក់ស្បៃហង្សដើម្បីយកមកបន្លំភ្នែកថ្នាក់ដឹកនាំនិងមហាជនដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួននិងបកពួកហ៊ានប្រព្រឹត្តអំពើទុច្ចរិតហួសដែនសមត្ថកិច្ចខ្លួនយោងតាមលិខិតបញ្ជាក់មួយច្បាប់ចុះថ្ងៃទី19ខែកក្កដាឆ្នាំ2019របស់លោកឈិនរិទ្ធចៅសង្កាត់អូរស័យក្រុងក្រចេះខេត្តក្រចេះបានអនុញ្ញាតឲ្យឈ្មោះសៀនថាវីភេទស្រីអាយុ35ឆ្នាំរស់នៅភូមិកពោសង្កាត់អូរស័យក្រុងក្រចេះខេត្តក្រចេះដឹកឈើក្តារគ្រឿងសសរសរុបចំនួន10ម៉ែត្រគីបចេញពីភូមិ105ឃុំថ្មីស្រុកចិត្តបុរីខេត្តក្រចេះដើម្បីយកមកជួសជុលផ្ទះនៅទីតាំងខាងលើដោយឈ្មោះសៀនថាវីខាងលើបានឲ្យឈ្មោះឈើដែលល្បីប្រចាំភូមិកន្ទួតជាង10ឆ្នាំឈ្មោះអ៊ុនដាជាអ្នកដឹកជញ្ជូនឈើដោយគ្មានលិខិតស្នាមពីរដ្ឋបាលព្រៃឈើពលដឹកឈើគ្មានច្បាប់យកមកលក់យ៉ាងអនាធិបតេយ្យជាទីបំផុតគួរបញ្ជាក់ផងដែរថាទីតាំងឈ្មោះសៀនថាវីដែលត្រូវលោកឈិនរិទ្ធចៅសង្កាត់អូរស័យបានចេញលិខិតអនុញ្ញាតឲ្យដឹកឈើដើម្បីយកមកជួសជុលផ្ទះតាំងពីឆ្នាំ2019រហូតមកទល់ពេលបច្ចុប្បន្ននេះមានរយៈពេល7ឆ្នាំមកហើយនៅពុំទាន់ជួសជុលផ្ទះរួចនោះទេគិតត្រឹមថ្ងៃទី4ខែមករាឆ្នាំ2026នេះហើយនៅទីតាំងខាងលើក៏ពុំមានឈើគ្រឿងអសរអ្វីនោះដែរមហាជននិងប្រជាពលរដ្ឋបានលើកជាសំណួរថា1តើមេឃុំឬចៅសង្កាត់មានសិទ្ធិចេញលិខិតអនុញ្ញាតឲ្យដឹកឈើបានដែរឬទេ2រយៈពេលជាង7ឆ្នាំមកហើយហេតុអ្វីបានជាចាស់ផ្ទះឈ្មោះសៀនថាវីជួសជុលផ្ទះមិនទាន់ហើយតើផ្ទះស្ត្រីរូបនេះមានទំហំប៉ុន្មានម៉ែត្រការ៉េទៅចុះឈើដែលដឹកមកដោយលោកអ៊ុនដាដែលគេស្គាល់ថាជាឈ្មោះឈើយ៉ាងសកម្មយកទៅទុកឯណាដោយកន្លងមកឈ្មោះឈើឈ្មោះអ៊ុនដារូបនេះតែងតែធ្វើសកម្មភាពដឹកជញ្ជូនឈើចេញពីដែនជម្រកសត្វព្រៃកៅសីមាចំណុចភូមិរៀបស្រុកកៅសីមាខេត្តមណ្ឌលគិរីយកមកលក់ចែកចាយនៅតាមដេប៉ូនានាក្នុងខេត្តក្រចេះជារៀងរាល់ថ្ងៃនោះយកតាមការបញ្ជាក់ពីរដ្ឋបាលព្រៃឈើថ្នាក់ជាតិម្នាក់លក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះបានប្រាប់ថាមិនថាមេឃុំឬចៅសង្កាត់ស្រុកឬក៏ខេត្តទេគ្មានសិទ្ធិចេញលិខិតអនុញ្ញាតនិងឯកសារពាក់ព័ន្ធណាដើម្បីធ្វើការចរាចរណ៍ដឹកជញ្ជូនផលអនុផលព្រៃឈើនោះឡើយលោកបញ្ជាក់ថាទង្វើរបស់លោកឈិនរិទ្ធចៅសង្កាត់អូរស័យក្រុងក្រចេះខេត្តក្រចេះនេះជាការរំលោភដែនសមត្ថកិច្ចយ៉ាងធ្ងន់ធ្ងរជាទីបំផុតប្រជាពលរដ្ឋដែលស្រឡាញ់ទុនធានធម្មជាតិទូទាំងប្រទេសស្នើសុំដល់ឯកឧត្តមអភិសន្តិបណ្ឌិតសសុខារដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងឯកឧត្តមដិតឌីណារដ្ឋ